ទ្យុសំឡេងសាធារណរដ្ឋខ្មែរសូមជូននីតិចម្រៀងនិងតន្ត្រីទំនើបរៀបរៀងដោយនាងមាសមេត្រីប្រចាក់ស្មោពុំវត្តប្រធាតពទ្វាខាងបលាំងខាងព្រាលហើយសមត្ថភូមិជាច្រើនដែលខ្ញុំបាននាំចម្រៀងមួយបទដែលមានឈ្មោះថាភូមិសុខបាសប្រាស្នេហ៍ហើយដែលមានអត្ថន័យជាយវិសេសហើយមានសមត្ថភូមិជាច្រើនដែលនៅក្នុងចម្រៀងនោះឯងអូចាប៉ុន្តែបទនៃភូមិសុខបាសប្រាស្នេហ៍នេះលោកទៅតែនិពន្ធថ្មីនឹងទេបាទជាបទមួយថ្មីតែទៅនិពន្ធថ្មីពេលបំពេញបេសកកម្មនៅក្នុងខេត្ត4ឆ្នាំដូច្នេះអស់លោកអ្នកនាងយើងប្រកាសជាបានស្ដាប់បទដ៏ថ្មីស្រឡាំងរបស់មិត្តយើងនេះនៅក្នុងរាត្រីនេះមិនខានស្ដុកកបាស់ភូមិខ្ញុំប្រាស្នាពងរដឹងរឿងខ្ញុំដែរភូមិពេលភូមិសាមសាក់សីអវត្តនៅព្រះធាតុព្រះទ្វានាំគ្នាពួតដៃយុទ្ធជនប្រងស្រីប្រឡ័យថ្មិលលិតសាសនាព្រៃមូលព្រៃក្រលភូមិព្រះរៀមចាស់គុលគុំភូមិឡដឹងច្បាស់ប្រវត្តិស្នេហ៍សែនខ្លោចសាភូមិព្រះរៀមថ្មីប្រវត្តិសាសងគ្នាប្រចាំជួយគំពីស្នេហាយើងអត់មានណាយស្ពានសាបអង្គការអូនទៅតាមបងអាត្រៀតរំលងយើងទាំងពីកាយខ្មាំងវាយគ្រប់ច្រកទ្រូងបងស្ទើរធ្លាយអាណិតឆោមឆាយកាយញ័រចំប្រាប់អោស្រុកបរិបោធ្ងោអាណិតខ្ញុំគុណលីអន្តងចិត្តមុំអូធំសុំអូនត្រឡប់អ្នកតា8ឆោមជួយលោកពន្យល់សពថាខ្ញុំគ្មានសពស្លាប់កប់ភ្នោមួយពីរអ្នក
មានសាបអង្គការអូនទៅតាមបងអាត្រៀតរំលងយើងទាំងពីកាយខ្មាំងវាយគ្រប់ច្រកទ្រូងបងស្ទើរធ្លាយអាណិតឆោមឆាយកាយញ័រចំប្រប់អោស្រុកបរិបោធ្ងោអាណិតខ្ញុំគុណលៃអន្តើចិត្តមុំអូធំសុំអូនត្រឡប់អ្នកតា8ឆោមជួយលោកពន្យល់សពថាខ្ញុំគ្មានសពស្លាប់កប់ភ្នោមួយពីរអ្នកជាបន្តទៅទៀតនេះតើលោកមានបានរៀបចំនៅបទអ្វីខ្លះទៀតសម្រាប់អស់លោកនាងស្ដាប់របស់យើងជាបន្តនេះខ្ញុំមានបទថ្មីមួយទៀតដែលមានឈ្មោះហៅថាឥទ្ធិពលនៃកងពលតូចថ្មជើងទី5ចា៎ក្នុងអត្ថន័យក្នុងចម្រៀងនេះខ្ញុំចង់រៀបរាប់អំពីកងពលតូចថ្មជើងទី5ដែលបានទៅបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ឆ្នាំងហើយដែលបានជោគជ័យគ្រប់តែសមរភូមិរួមទាំងរថក្រោះដែលមានសញ្ញាជាលេខ4មានសញ្ញាលេខ4ហើយមានរូបតោជាសញ្ញាតោខ្មៅបាទជាពិសេសខ្ញុំបាទសូមឧទ្ទិសបទនេះជូនដល់វិញ្ញាណក្ខន្ធមិត្តវរៈស្នេហ៍ត្រីហ៊ុនសម្បុនដែលជាមិត្តរួមចំនួននាយទាហានរងទី6ដែលធ្លាប់បំពេញបេសកកម្មនៅខេត្តមួយឆ្នាំងកន្លង5ខែមកនេះហើយដែលបានបូជាជីវិតនៅសមរភូមិអរិយក្សត្រថ្មីនេះឯងជាពិសេសជូនជាចំណងដៃមាសដល់កងពលតូចថ្មជើងទី5ដែលកំពុងកំចាត់ខ្មាំងនៅផ្លូវជាតិលេខ5ខាងជើងផ្លូវជើងដូចជាផ្លូវភ្នៅពីខាងនោះឯងចាអញ្ចឹងលោកមិនមែនជាស៊ីវិលសុខសាស្ត្រទេបាទខ្ញុំមិនមែនជាស៊ីវិលសុខសាស្ត្រទេដូចអ្នកខ្លះដល់អស់លោកអ្នកខ្លះស្មាននោះទេគឺខ្ញុំជាអតីតនាយទាហានរងចំនួនទី6នឹងគេដែរហើយមានមិត្តខ្លះគេពាក់ដល់សាក់5អស់ហើយចាដូច្នេះអស់លោកអ្នកនាងស្ដាប់របស់យើងនឹងបានស្ដាប់បទមួយទៀតគឺបទឥទ្ធិពលកងពលតូចទី5របស់មិត្តជាបន្តទៅទៀតស្ដីគ្នារួយពេកមហោសថគ្រឹះស្នាពីបារមីស្ដាប់បានឆ្លើយបារមីទទួលបារមីរួយពេកទទួលបារមីមហោសថទទួលបារមីក្រស្នាទទួលឥឡូវរួយពេកនិងមហោសថធ្វើតាមតែកុំសង្ឃឹមរបស់ខ្ញុំដែលឲ្យពីព្រឹកមិញស្ដាប់បានឆ្លើយទទួលបានបាទស្ដីមានគ្រឹះស្នាប្រំព្រាតធ្វើអន្តរាគមស្ដាប់បានឆ្លើយទទួលបានបារមីនាមល្បីសូសាយជ័យស័ក្តិពិតជាអត់ស្ដាយរូបកាយនឹងជន់ជីវិតរាជសីសំឡេងព្រៀបបានយ៉ាងពិតបារមីរត់វត្តខ្មាំងគ្មានប្រណីសេកមាសហោះហើរឆ្លងព្រៃតូចធំអិនព្រីដាវជ័យតាព្រំមាយខ្មាំងគ្មានសំចក្រវាលប្រគំ105ត
ដីស្លាំងស្លាប់ពេញព្រៃដោយទ្វីដៃទប់លេខ5មហោសុតទោះខ្លាំងច្បាំងសុតតែជំនះរួញពេជ្រដោយយន្តទាំងខ្មាំងជួបកាលណាមិនដែលស្រួលខ្លាបីដំរីសាវិបលអោដំរញ៉ៃទប់ខ្មាំងចោលសៀស្នាធ្លាប់បានចាក្នុងប្រវត្តិខ្មាំងលឺតែងរំធត់ស្លន់ស្លុតអង្កាយាកំរត់ក្រោះ113ហានខ្លាលេខ4ជាសញ្ញាមលិតសាសនារអាទុកខ្លាំងច្បាំងសុតតែជំនះរួញពេជ្រដូចរន្ទះខ្មាំងជួបកាលណាមិនដែលទូទ្រាំខ្លាបីដំរីសាវិបលអោដំក្រញ៉ៃទប់ខ្មាំងចោលសៀស្នាធ្លាប់បានចាក្នុងប្រវត្តិខ្មាំងលឺតែស្លាប់រុនធត់ញោមអង្កាយាកំរត់ក្រោះ113ហានខ្លាលេខ4ជាសញ្ញាមលិតសាសនារអាអ្វីណៃបន្តសំណួរអំពីបេសកកម្មរបស់លោកនៅឯសមរភូមិជាបន្តទៅទៀតនេះនាងយើងសូមធ្វើសំណួរមួយចំពោះចម្ងល់ទាំងឡាយរបស់នាងខ្ញុំនិងអំពីគ្រប់មជ្ឈដ្ឋានទាំងអស់ដែលយើងបានទទួលនៅពេលថ្មីនេះគឺថាជាពិសេសក្នុងមជ្ឈដ្ឋានសិល្បៈយើងនេះតែម្ដងហើយដែលមានលោកធំខ្លះបានសួរផ្ទាល់មកនាងយើងនេះផងថាគេលើសូថាលោកបានបុជាជីវិតនៅក្នុងសមរភូមិរួចទៅហើយយ៉ាងហើយទៅចេះតែលើសាយភាយបន្តគ្នាទៅទៀតយ៉ាងហើយដូច្នេះហើយនៅពេលដែលខ្ញុំបានជួបនឹងលោកក្នុងថ្ងៃនេះដូចជាមានការភ្ញាក់ផ្អើលជាខ្លាំងណាស់ចាសូមលោកមេត្តារៀបរាប់ខ្លះបានទេអំពីដំណឹងណែដូចថាដំណឹងមិនពិតទាំងនេះចាខ្ញុំបាទសូមឆ្លើយដូចតទៅរឿងខ្ញុំបាទថាស្លាប់ហ្នឹងគឺថាវាជាច្រើនដងណាស់ហើយតិចលើតែស្លាប់អញ្ចឹងលើតែស្លាប់ចុះបាទនៅពេលថ្មីដែលលើថាខ្ញុំបាទស្លាប់ហ្នឹងវាអញ្ចឹងនៅក្នុងកងពលទិស្មជើងទី5នោះវាមានអ្នកបើកបររថយន្តអេមីឡុងណា chauffeur អេមីឡុងណាបាទឈ្មោះដូចខ្ញុំបាទយើងដែរឈ្មោះសូមកយ៉ាងណាគ្នាបាទហើយថ្ងៃមួយហ្នឹងអកុសលអ្នកបើកឡានទៅចុះលូមីនហ្នឹងស្លាប់ទៅហើយសូម៉ាត់ហ្នឹងផ្សាយគ្រប់ដល់ពេទ្យហ្នឹងមកដល់ពេទ្យហ្នឹងសូម៉ាត់អត់ដូច្នេះហើយឈ្មោះខ្ញុំហ្នឹងគេថាឈ្មោះគេហ្នឹងតែខ្ញុំហ្នឹងនិយាយទៅមកដល់ខ្ញុំហ្នឹងតែអត់ដឹងអីសោះគេថាស្លាប់យ៉ាងណាបាទមានមិត្តភក្តិជាច្រើនដើរគេមកអោបរិទ្ធគេថាគេលឺសូតែស្លាប់អីណាគេស្មានតែខ្ញុំខ្មោចទៀតទៅឡងទៀតហើយគេមកអោបរិទ្ធថាគេបានផ្សាយប្រាប់មិត្តភក្តិអស់ថាខ្ញុំនេះស្លាប់ទៅហើយហើយដល់មកឃើញខ្ញុំហ្នឹងវាជឿពីទៀតនេះគេអគេត្រេកអរខ្លះទៅចង់យំចង់អីលឺសូ
អត់មានខ្លះឆ្លងទៅដល់ជ្រួយចង្វាទៅសួរដល់ផ្ទះសម័យហ្នឹងជាច្រើនគ្នាថាស្លាប់ទៅស្លាប់ស្លាប់ហ្នឹងបាទរឿងហ្នឹងមិនមែនចឹងទេគឺថាជួនកាលខ្មាំងវាផ្សាយយ៉ាងដែរជួនកាលខ្មាំងគឺវាផ្សាយទៅថាយើងដោយសារខ្ញុំមិនមានឈ្មោះអីដែរចាផ្សាយថាយើងស្លាប់អីក៏មានអរគុណច្រើនណាស់ចាពីព្រោះថ្ងៃមុនខ្ញុំបានជួបលោកចៃដនណែបានគេនិយាយលើគេនិយាយអំពីឈ្មោះលោកទៅប្រកាសចាគេថាណែគេបានទៅធ្វើបន់លោកនៅឯផ្ទះណែខ្មោចនេះចាហើយថាបន់អ្នកណាថាបន់ឈ្មោះលោកតែម្ដងគឺថាបន់សោះមកអញ្ចឹងតែមកចាបានគេដូចថាមិត្តតន្ត្រីករយើងទាំងអស់ព្រមទាំងមិត្តសិល្បករទាំងអស់ហ្នឹងមានការរំភើបណាស់ចាហើយនឹងដូចថាដូចជាបាត់របស់អីមួយចាឥឡូវនេះនាទីយើងមានសេចក្តីត្រេកអរជាច្រើនរួមជាមួយនឹងមិត្តសិល្បកររបស់យើងជាច្រើនហើយនឹងឧទ្ទិសសូមឲ្យលោកមានអាយុយឺនយូរតទៅមុខទៀតដើម្បីបម្រើប្រជាដើម្បីនឹងបម្រើសាធារណរដ្ឋខ្មែរយើងនេះចាសាធុក្នុងជាឱកាសនេះដែរខ្ញុំបាទសូមប្រកាសជាថ្មីថាអារិញពីអក្សរទៅហ្នឹងគឺមិនមែនជាដាច់ខាតហើយគឺខ្ញុំបាននៅរស់ទេសប្តាហ៍ថ្ងៃហ្នឹងសូមអស់លោកអ្នកនាងកុំឆ្ងល់ឲ្យសោះថាខ្លះលើថាខ្ញុំស្លាប់អីមិនមែនទេដូច្នេះក្នុងថ្ងៃនេះខ្ញុំសូមប្រកាសជាឧឡារិកថាខ្ញុំនៅរស់ទេសប្តាហ៍ហ្នឹងចាចាដូច្នេះតើលោកអ្នកនាងរបស់យើងនៅក្នុងរាត្រីនេះមានសំណាងបានស្ដាប់បទអ្វីទៀតរបស់លោកចាបាទបទទី3នេះដែលមានឈ្មោះថារឿងអកនឹងខ្ញុំបាទចាមានសាច់រឿងយ៉ាងដូចម្ដេចដែរទៅអត្ថន័យក្នុងចម្រៀងនេះគឺថាខ្ញុំចង់រំលឹកលេពីរឿងចង់រំលឹកពីរឿងកំពង់ចាមសមរភូមិមួយដែរដែលខ្ញុំធ្លាប់ទៅបំពេញបេសកកម្មដែលស្ទីសមរភូមិមួយខ្លាំងបំផុតពីឆ្នាំទៅឆ្នាំទី1នោះខ្ញុំចង់រំលឹកនៅអនុស្សាវរីយ៍ខ្លះនឹងដែលខ្ញុំបានទៅជួបនៅក្នុងខេត្តកំពង់ចាមដូច្នេះអស់លោកអ្នកនាងចាំក្រេបរសជាតិក្នុងចម្រៀងនេះទៅចុះចាដូច្នេះលោកអ្នកនាងនឹងបានស្ដាប់បទរឿងអកនឹងខ្ញុំរបស់លោកសមត្ថជាបន្តទៅទៀតរុក្ខជាតិធៀវខ្ចីព្រៃមាត់ទុនលេទឹកឡើងម្លេះទេរលកមកច្រាំងអងរត់គូភ្នែកសំលឹងផែងទឹកហូរឡងខ្លាំងបាំងបាត់មច្ឆាទុនលេនៃគង់ខេត្តកំពង់ចាមបងអ៊ំទូកតាមកាត់ជួបជីវ៉ាដីដុកកោះប៉ែងមិនសែនអនុសាលោកងំចិនដាទៅលេងទន្លេបាត់មិនគួរភពដូចអងព្រៃភ្នំឃ្លាតផ្ទះត្រនំលោកទុំមើស្នេហ៍ស្និទ្ធថ្មបងស្មាយរួមកាយព្រែកផ្និតឲ្យលើវមិត្តណោតនៅទីណារឿងអកនឹងខ្ញុំទុកធំអ្វីមិនលេះស្នេហ៍ត្រូវរបែកឃ្លាតទីអរ៉ាព្រៀនថ្មើចោលព្រៃមកពីប្រហាឲ្យព្រាត់សងសានៅកំពង់
ចាំបាទនៅសមរភូមិកំពង់ឆ្នាំងខ្ញុំបានត្រូវរបួសម្ដងដែរគឺនៅសមរភូមិហៅដងស្អុយណាចា៎បាទពេលនោះពេលឡើងវាយយកសមរភូមិដងស្អុយហ្នឹងឯងពេលត្រូវនោះវាត្រូវជាទិញពុយទេមិនជាខ្លាំងឲ្យប្រហែលទេត្រូវនឹងអំបែងកំភ្លើងហៅកំភ្លើងត្បាល់60មីលីម៉ែត្រនោះចាថាមកជាសោះសង់បាទពេលឡើងវាយហ្នឹងជាចៃដននេះវាផ្លោងមកត្រូវខ្ញុំទៅក្រោយនេះវាកូនចៅកំពុងវាយមុខនោះខ្ញុំនៅពីក្រោយប្រហែលជាជំនាញជំនាញជាការវាមិនជាខ្លាយប្រហែលនេះកូនចៅទេនៅតែឲ្យ100ម៉ែត្រគ្នាអញ្ចឹងផ្លោងមកត្រូវនឹងខ្ញុំពេលត្រូវនោះគឺខ្ញុំអត់ឲ្យកូនចៅដឹងទាំងអស់ឲ្យដឹងតែពួកដែលអ្នកនៅចិត្តគ្នាដូចជាអូប៉េរ៉ាទ័រអ្នកដែលស្ដាប់វិទ្យុអីហ្នឹងហើយមានពេទ្យអីប្រហែលអ្នកហ្នឹងដឹងរុំអីខ្ញុំរួចសាច់ទៅពេលល្ងាចដែលយើងត្រូវលើវេនេះខ្ញុំហ្នឹងថាលើកអីបេសកកម្មដែលយើងត្រូវធ្វើនោះបានកូនចៅទាំងអស់នោះញាក់ខ្លួនគាត់គ្នាថាខ្ញុំត្រូវពួកខ្ញុំមិនចង់ឲ្យកូនចៅគេដឹងតែលឺទៅនាំគ្នាវាខូចទឹកចិត្តដូច្នេះពេលតែត្រូវនេះខ្ញុំសុំចិត្តអត់ធ្មត់ខំថ្មិញគឺឈឺទោះជាឈឺយ៉ាងណាក៏សុំចិត្តខំថ្មិញសង្កត់ចិត្តមិនឲ្យគេដឹងទាំងអស់សុំចិត្តតែចាប់បេសកកម្មបានឲ្យដឹងត្រូវជាមិនជាខ្លាំងអីប្រហែលដែរត្រូវកកដៃអំបែងមកជាសោះសង់ចាចុះណែផុតពីសមរភូមិកំពង់ឆ្នាំងតើលោកធ្លាប់ទៅសមរភូមិណាទៀតដែរបាទនៅក្នុងខេត្តកំពង់ឆ្នាំងសមរភូមិជាច្រើនហើយជាពិសេសទៅដល់ទៅពន្លៃបរិបូរក្បាលដំរីហើយមានចូលទៅក្នុងខេត្តពោធិ៍សាត់ទៀតដូចជាសមរភូមិអូធំរងព្រួចបាទអូប្រាងព្រៀនអីទៅជាច្រើនសមរភូមិទៀតដែលខ្ញុំមិនអាចរាប់មកបានទេវាច្រើនសមរភូមិហ្នឹងមកហើយជាបន្តទៅទៀតលោកមានបាននិពន្ធបទចម្រៀងអីសម្រាប់ជាអនុស្សាវរីយ៍នៅក្នុងសមរភូមិរបស់លោកដែរទៀតទេបាទទោះជានៅសមរភូមិយ៉ាងណាក៏ដោយព្រោះរឿងផ្នែកសិល្បៈខ្ញុំចិត្តនៅតែមានចិត្តនឹកមកមីនៅស្រឡាញ់សិល្បៈអញ្ចឹងទោះជាខ្លួននៅបំពេញបេសកកម្មមានញឹកយ៉ាងណាក៏ដោយបទដែលខ្ញុំបាននិពន្ធថ្មីៗនេះមានឈ្មោះហៅថាការបាន7ថ្ងៃបែកគ្នាបាទចាណែមិនមែនជារឿងរបស់លោកទេបាទមិនមែនជារឿងរបស់ខ្ញុំបាទទេនេះជារឿងគេហៅសហការីម្នាក់លោកជាអនុស្នេហ៍តួដែរគាត់បានការប្រពន្ធឲ្យ7ថ្ងៃទេដោយអគ្គជាការតម្រូវឲ្យគ្នាបានទៅច្បាស់នៅខែកំពង់ឆ្នាំងហើយគ្នាបាននិពន្ធជាទំនុកគ្រាទៅហើយប្រគល់មកឲ្យខ្ញុំជាមានជាការជារៀនច្បងបងគ្នាបាទធ្វើជាបទនឹងឡើង
ដូច្នេះក្នុងរាត្រីនេះលោកអនុស្នេហ៍តូនក៏បានស្ដាប់បទនេះថាជាមានការរំភើបយ៉ាងណាទៅអនុស្នេហ៍តូននោះលោកឈ្មោះជាអនុស្នេហ៍តូនលីសកលដែលគេហៅក្រៅក្នុងអានិកទីគេនោះគេហៅថាដាវជ័យអូចាបាទលោកស្រឡាញ់សិល្បៈលោកជាអ្នកស្រឡាញ់សិល្បៈមួយរូបដែរលោកចូលចិត្តណាស់រឿងសិល្បៈអីហើយជាអ្នកតែងទំនុកច្រៀងអីក្រំបើបាទការឃ្លោកអីប្រសើរក្រំបើដែរចាជារៀងរាល់ថ្ងៃនេះលោកមានបានទទួលលិខិតរបស់មិត្តអ្នកស្ដាប់របស់យើងណែដើម្បីស្នើសុំនៅបទចម្រៀងអីឲ្យលោកនិពន្ធអីខ្លះដែរទេមានជាច្រើនដែលខ្ញុំមកសូមអភ័យទោសក្នុងពេលនេះផងដែរមិនគួរតែខ្ញុំមកឆ្មាយទេគឺថាវាជាប់ដោយនៅជាប់ពេញបេសកកម្មមួយញឹកពេកមិនបានធ្វើជូនគេទេជិតឱកាសដែលទំនេរនេះហើយបាទធ្វើខ្លះជូននឹងបាទមានមកជាច្រើនមិនអាចគ្រូបែរថាគ្រូខេត្តនេះខេត្តនោះជាងក៏ពីបាត់ដំបងពីណាពីកំពង់ស្ពឺពីណាហើយយល់ទេពីខាងយុទ្ធជនយើងនេះឯងចាដូច្នេះលោកអ្នកនាងស្ដាប់របស់យើងនឹងបានស្ដាប់បទមួយទៀតគឺបទការបាន7ថ្ងៃបែកគ្នារបស់មិត្តសមាជជាបន្តទៅទៀតសូមផ្ញើទៅស្រីញ៉ាពីងសំដីទៅតាមវិយោសែនមហានិតទៅតែគុំរងធ្ងចិត្តនៅតស៊ូនឹងសឹកហើយសង្គ្រាមត្រូវបែកទៅកំពុងឆ្នាំងបងត្រូវតែច្បាំងពុំអាចនៅស្ងៀមស្រុកកើតចំបាំងយើងមានជ័រឈីមិនទៀមញយមើលសត្វពីថ្ងៃថ្លៃយើងបែកគ្នាបងចេញប្រហារមិនអាស្រ័យដឹងពីកុំចាប់ដើម្បីមកឲ្យសល់នៅឆាឆៅខ្មែរស្រីថ្លៃពើគុំតួមិននិញតាមចិត្តស្រឡាញ់បងពុំចង់គ្រៀតចង់បណ្ដាអូនបងួតមិនទៀតធ្វើមិនដឹករឿងជាតិគុំជាណាពើបទជាបន្តទៅទៀតនេះបាទបទជាបន្តទៅនេះមានឈ្មោះហៅថាឃ្លាតពីអូនព្រោះរឿងទឹកដីបាទចាបទនេះជាបទរបស់លោកអនុស្នេហ៍ទូដាវជ័យនោះដែរហើយគាត់និពន្ធឡើងនៅពេលថ្មីនេះដែរក្នុងខេត្តកំពង់ឆ្នាំងបាទខ្ញុំស្រីឱកាសនេះខ្ញុំបានសូមឧទ្ទិសបទនេះចំពោះអ្នកស្រីដែលជាភរិយាលោកអនុស្នេហ៍ទូដាវជ័យនេះឯងគឺថាទុកដូចជាដំណឹងមួយថ្លែងពីសុខទុក្ខរបស់ស្វាមីអ្នកស្រីនៅឯសមរភូមិឯនោះដែរថ្មីតែគាត់មិនបានថ្លែងមនសិយតនាផ្ទាល់ចំពោះអ្នកស្រីក៏ដោយក៏តាមរយៈសំឡេងនិងចម្រៀងសំនេះ
លោកស្រីក៏អាចដឹងពីសុខទុក្ខស្វាមីស្រីបានដែរចាដូច្នេះនីតិយើងសង្ឃឹមថាអ្នកស្រីដែលជាភរិយារបស់លោកដាយជ័យព្រមទាំងគ្រួសារប្រកាសជាមានសេចក្តីរីករាយនិងថ្លែងអំណរគុណចំពោះអ្នកលោកពីចម្ងាយមិនខានណាដូច្នេះនីតិយើងសូមជូនបទមួយនេះគឺបទឃ្លាតពីអូនព្រោះរឿងទឹកដីសត្វយំលេឆ្លើយឆ្លងហង្សាលួឡងរលឹងតាមកាយបងនៅស្ងៀមស្ងាត់ណារលឹងនឹក
ចម្រៀងរបស់លោកនារីត្រីនេះខ្ញុំសង្កេតឃើញមានបទមួយនេះគឺបទអកឃ្លាតត្រនំហើយខ្ញុំឃើញលោកណែយកបិចក្រហមគូសពីក្រោមដូចថាដូចជាបទមួយនេះសំខាន់អ្វីមួយអីក៏យ៉ាងម៉េចចាបាទដូចតែមានភាសាហ្នឹងត្រូវមែនហើយគឺថាបន្ទាប់ពីបំពេញបេសកកម្មក្នុងខេត្តកំពង់ឆ្នាំងហើយដោយភ្នំពេញយើងខ្មាំងគៀបសង្កត់ជាខ្លាំងផងអគ្គលេខាការចុងខ្ពស់ក៏បានតម្រូវឲ្យកងពលទិដ្ឋាជាងទី5ដែលបំពេញបេសកកម្មក្នុងខេត្តកំពង់ឆ្នាំងនោះវិលត្រឡប់មកភ្នំពេញវិញបាទពេលនោះខ្ញុំបានចាំច្បាស់គឺខ្ញុំបាននៅសមាគមទូលាបហើយតែមានតាំងទីជាការនៅក្នុងបែកចានមានថ្ងៃមួយទំនេរខ្ញុំក៏អបសុកទេជីងរមាក់មកវិតុងស្ដាប់វិតុងណាចាបាទក៏ទិញកាសែតមួយបាទទិញកាសែតមួយដល់មើលអានហើយគឺរំភើបចិត្តនៅទំព័រមួយនោះមានសោកនាដកម្មមួយដែលគួរឲ្យរំភើបគឺពីរឿងបងអែវសុផុនហាស្រីតែជាសិល្បករយើងចាបាទចាស់មួយរូបដែរដែលខ្ញុំស្រឡាញ់គាត់ដូចជាបងអញ្ចឹងគាត់ស្រឡាញ់ខ្ញុំណាបាទដោយឃើញអញ្ចឹងខ្ញុំមានថ្ងៃមួយទំនេរបាទថ្ងៃនោះមិនបានជាធ្វើកាយទេខ្ញុំក៏មនីត្រឡប់មករកក្រសួងឃោសនាការដើម្បីមករកជួបគាត់ពេលនោះឯងគាត់ក៏បានហុចជាกระดาษមកស្លឹកមកហើយមានជាចម្រៀងនៅក្នុងគាត់ហុចមកទាំងអ៊ូលណែននិយាយដោយអរិញសំឡេងអ៊ូលណែនមករកខ្ញុំពេលនោះឯងខ្ញុំក៏មានមនោចេតនាដូចគាត់ដែរក៏អ៊ូលណែនជាមួយនេះគាត់ក៏ហុចចម្រៀងថាបងអូនឯងធ្វើម៉េចឲ្យបងឲ្យចេញជាចម្រៀងឲ្យបងមួយខ្ញុំទោះជារវល់យ៉ាងណាខ្ញុំក៏នឹកឃើញថាទោះជារវល់យ៉ាងណាក៏សុខចិត្តធ្វើចម្រៀងជូនពេលដែលបានចម្រៀងទៅពេលណាកាលណាខ្ញុំនឹកក្នុងចិត្តថាខ្ញុំត្រូវតែថ្លែងនៅមនោសញ្ចេតនាចំពោះគាត់បកស្រាយនៅមនោសញ្ចេតនាជូនគាត់ថាទោះជាខ្លួនរវល់យ៉ាងណាខ្ញុំក៏សុខចិត្តធ្វើចម្រៀងនោះជូនគាត់នៅពេលដែលខ្ញុំមានទំនេរម្ដងនៅពេលថ្ងៃនេះខ្ញុំបានរកគាត់ទៀតពីរឿងទៅថតហ្នឹងខ្ញុំបានចម្រៀងគាត់ក៏មានចិត្តត្រេកអរថាអូនឯងជួយបងគាត់ថាខ្ញុំបងត្រេកអរសម្បើមណាខ្ញុំក៏មិនជាមានស្អីខ្ញុំថ្លៃជូនគាត់ទេថាមានចម្រៀងនេះឯងដែលជួយរួមមរណទុកជាមួយនឹងភរិយាគាត់ដែលបានទទួលអានិច្ចកម្មទៅដោយអស្ចារ្យនេះបាទនាងខ្ញុំក៏បានទៅចូលរួមនៅក្នុងពិធីបុណ្យសពភរិយារបស់លោកអញសុផុនហៅស្រីនឹងដែរប៉ុន្តែខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងដោយនៅពេលដែលបានទទួលដំណឹងនេះគឺថាខ្ញុំមិនបានទៅជួយឲ្យបានពេញដៃពេញជើងសោះចាមានសេចក្តីសោកស្ដាយណាស់គឺថាបានទៅជួយនៅត្រឹមតែពេលថ្ងៃបង្ហាយបុណ្យនោះទៅហើយចំណែកបានហ្នឹងគឺអត់បានតទៅសោះហើយគឺបានឃើញតែក្នុងសារព័ត៌មានតែប៉ុណ្ណោះឯងហើយណាត់គាត់ត្រៃណាអត់ហើយទៅវិញចាមិត្តសិល្បករយើងទាំងអស់ព្រមទាំងអ្នកមិត្តភ័ក្តិដែលរួមធ្វើការជាមួយនឹងគាត់ក៏មានការសោកស្ដាយអាឡោះអាល័យយ៉ាងខ្លាំងទៅលើអ្នករឿងដ៏ខ្លោចផ្សារបស់គាត់ដែលទៅតែនឹងកើតឡើងថ្មីនេះដូច្នេះខ្ញុំជឿជាក់ថាបទចម្រៀងដែលអ្នកបានប្រសូតចេញពីស្នាដៃរបស់លោកនិងពី
ជាទំនុកច្រៀងដ៏ពិតប្រាកដរបស់គាត់នេះគឺថាប្រកាសជាអាចធ្វើឲ្យគាត់បានរសាយទុកខ្លះហើយចាពីព្រោះគាត់ធ្លាប់ថ្លែងមនោសញ្ចេតនាប្រាប់ខ្ញុំដែរថាចំពោះរឿងអីក៏ដោយគឺថាឲ្យតែជារឿងពិតរឿងផ្ទាល់របស់គាត់គឺថាលុះណាតាបានលេងចេញជាល្ខោនដូចជាល្ខោនភាសាក្តីជាល្ខោននិយាយក្តីឬក៏ជាអ្នកចម្រៀងក្តីនេះថាទៅបានគាត់រសាយទុកនឹងខ្លះចាដូច្នេះគេថាមិត្តសិល្បករក្រៅពីចម្រៀងក្រៅពីសិល្បៈខាងល្ខោននេះគឺថាគ្មានស្អីដែលអាចជួយរំលែកទុកគាត់ក្រៅពីសិល្បៈទាំងនេះទេចាដូច្នេះលោកអ្នកនាងនឹងបានស្ដាប់បទអកឃ្លាតទៅនំឬក៏បទកម្មក្រាស់ខុសគេរបស់លោកអែមសុផុនហៅស្រីតាមរយៈសំឡេងរបស់មិត្តសមត្ថយើងជាបន្តទៅទៀតឃ្លៀតទ្រនំមើមុំព្រាត់មង្គលសារិកាកែវឆ្ងាយសាបណ្ឌិតទឹកភ្នែកអាឡ័យអូនីលោហិតតោងក្បូនជីវិតកណ្ដាលជ្រោះជ្រៅមនុស្សសត្វឆ្លងកាត់នៅសមុទ្រភូមិកម្មកត់ត្រាចំណាំរាប់ឆ្នាំអីលើអានុសាវរីយ៍ខ្លាយជាសត្វត្រូវជាតិខោខើអត់ក្តីមេត្តានេះហើយរឿងពិតអត់ពលកុហកឃើញកូនកោសងស្រក់ទឹកនេត្រាកោបគៀងកាយហើយសាយសាវកាសារភាពត្រង់ថាបងអាឡ័យណាស់វាសនាកំរងចំណងស្នេហាខំថែរាំងសាពីក្មេងដល់ចាស់បំភ្លេចទ្វិចភ្នែកស្រែកយំមិត្តខ្មាស់រួមក្តីព្រាត់ប្រាសកម្មក្រាស់ខុសគេហើយរឿងពិតអត់ពលកុហកឃើញកូនកោសងស្រង់ទឹកនេត្រាលើកកោបគៀងកាយហើយសាយសាវកាសារភាពត្រង់ថាបងអាឡ័យណាស់វាសនាកំរងចំណងស្នេហាខំថែរាំងសាពីក្មេងដល់ចាស់បំភ្លេចមិនភ្នែកស្រែកយំ
ព្រាត់ប្រាំកំក្រាស់ខុសគេឥឡូវនេះយើងបន្តនៃអំពីរឿងបេសកកម្មរបស់លោកជាបន្តទៅទៀតបន្ទាប់ពីលោកធ្វើបេសកកម្មនៅឯសមរភូមិទូលានតែលោកទៅធ្វើបេសកកម្មឯណាទៀតបាទបន្ទាប់ពីពេញបេសកកម្មនៅសមរភូមិទូលានប្រហែលជាកន្លះខែគេជាការក៏បាននឹងបើឲ្យកងវរៈស្នាតូចខ្ញុំតែមានថាសេចមាសបាទហើយនឹងរួនពេជ្រទៅបំពេញបេសកកម្មនៅក្នុងសមរភូមិកោះអាចកោះកាកោះសាច់កដាលណាចាចាបាទទៅនឹងបានប្រហែលជាមួយអាទិត្យទទួលខ្មាំងវិគៀបសង្កត់ខ្លាំងនៅក្នុងសមរភូមិយើងខាងពីផ្នែកនេះបាទគេក៏លើកមកខ្ញុំមកទាំងយប់ទាំងអាទិត្យមកបាទទៅបំពេញបេសកកម្មនៅក្នុងសមរភូមិពីផ្នែកនេះទៀតតាំងពីនោះរហូតដល់ឥឡូវបាទដោយនីតិរបស់យើងកាន់តែខិតចូលមកដល់ទីបញ្ចប់ណាស់ទៅហើយនេះនីតិយើងសូមជូនសម្លេងទាំងស្រុងទៅលោកដើម្បីធ្វើកិច្ចកិច្ចចំពោះមិត្តអ្នកស្ដាប់របស់យើងបាទមកទៅទីនេះគឺថាបទទីបញ្ចប់នេះខ្ញុំបាទមានសូមជូនដូចតទៅមានឈ្មោះថាទឹកភ្នែកខ្មែរជាឱកាសនេះដែរខ្ញុំបាទសូមថ្លែងអំណរគុណចំពោះលោកស្រីលោកអ្នកនាងកញ្ញាដែលបានយកចិត្តទុកដាក់ក្នុងនីតិនាមីមត្រីនេះហើយខ្ញុំបាទសូមជូនពរដូចតទៅក្នុងឱកាសចូលឆ្នាំថ្មីនេះគឺឲ្យបានប្រកបនឹងអាយុវណ្ណៈសុខៈពលៈកំបីគ្នាទៀតឡើយបាទចំពោះបទទឹកភ្នែកខ្មែរនេះគ្មានអ្វីក្រៅពីចង់ឲ្យខ្មែរនិងខ្មែររួបរวมគ្នាចរចាតាមសហអង្គការសហប្រជាជាតិគឺកុំឲ្យតែពិឃាតគ្នារវាងខ្មែរនិងខ្មែរក្នុងន័យចម្រៀងដូចតែអស់លោកអ្នកនឹងបានស្ដាប់ដូចតទៅនេះឯងចម្រៀងនេះគ្មានអ្វីក្រៅតែពីចង់ឲ្យខ្មែរនិងខ្មែរនឹងរួបរวมគ្នាទេចាដូច្នេះលោកអ្នកនាងនឹងបានស្ដាប់បទចុងក្រោយគេបង្អស់របស់មិត្តសមត្ថយើងគឺបទទឹកភ្នែកខ្មែរហើយនីតិយើងសូមគោរពលាលោកអ្នកនាងតែប៉ុណ្ណេះទឹកភ្នែកជាឈាមសង្គ្រាមភក្តីកាពីរត់ថ្មី9តុលា5ឆ្នាំមកហើយថ្មីវាយប្រហាបំបាយខេមរាបង្កើតណាកលយុគរៀងខ្មែរខ្មាំងទីពីសុកចូលព្រៃវាប្រាយុគថ្ងៃពុំមានណាទាំងសងវាប្រាស្មើទុំជាប់ទុកខ្មៅរងទុំរួមគ្មានសេរីរតនគិរីក្រុងសែនមនោរម្យខ្មែរយំជុំស្ដាយទឹកដីត្រចាញ់ទឹងត្រែងខែក្បែរមានជ័យរួមក្រោមដៃមើលពេជ្រញ៉ាយជាគៀបបងប្អូនខ្មែរអើយរួបរួមចរចាស្របតាមមកការសហប្រជាជាតិต้องស្រាយរឿងយើងរកសំទៅពីឈប់បាញ់ពីឃ្លាតជាតិខ្មែរ
មនោរម្យខ្មែរយំស្ដាយទឹកដីរចេះសន្ទ្រាយខែត្បែងមានជ័យរួបក្រោមដៃមើលពេជ្រជាគៀតបងប្អូនខ្មែររួបរួមចរចាស្របតាមមកការសហប្រជាជាតិដំស្រាយរឿងយើងរកសំទៅពីជុំបាញ់ពីឃ្លាតចិត្តខ្មែរដូចគ្នាសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកអ្នកនាងនីតិនាងមានមេត្រីសួស្ដីកូនទាំងបីបដោជន់យកជ័យជួនជាតិសាសនាដួងចិត្តស្មោះត្រង់លះបង់គ្រួសារចេញទៅប្រហាចោលប្លន់ទឹកដីតស៊ូពុះពីជាបំណុលឈាមពីឈ្មោះវិញសង្គ្រាមស្មិលឡន់ដេរថៃខ្លាហានមានឈ្មោះស្មងស្មាំងទាំងក្ដីការពារទឹកដីក្នុងនាមកូនទុកខ្មែរពូជនាងច្បាំងខ្មែរត្រូវតែឈ្នះប្រវត្តិសាស្ត្រប្រហាគុំទុកកូនខ្មែរឈាមខ្មែរត្រូវតែចេញមុខសាងសន្តិសុខគំលួងគេជំនួសបណ្ដាំឃ្លាំងមឿងរឿងស្នេហាជាតិឆ្លៀតបាត់ស្លាប់ទៅនៅគេកើតណាទេយុគល្បីល្បាញពេញភាគក្រាំងមាសចាឈ្មោះស្លាប់ខ្លួនជាតិរួបឈ្មោះក្របសាយ
ពូជនាងច្បាំងខ្មែរត្រូវតែឈ្នះខ្មាំងប្រវត្តិកសាំងប្រហាគុំទុកកូនខ្មែរឈាមខ្មែរត្រូវតែចេញមកតាមតនទេសុខគំលងគេឈ្មោះមកដាំឃ្លាំងមឿងរឿងស្នេហាជាតិឃ្លៀតមាត់ស្លាប់ទៅនៅគេគិតណាទេយុគល្បីល្បាញពេញពីក្រាំងនេះចាឈ្មោះស្លាប់ខ្លួនជាតិរស់ឈ្មោះក្រអូបសាយស
ឆ្នាំអូនប្រែម៉ែខ្នងពេលជួបមុខហើយព្រមអើយដាក់បងត្បូងពេជ្រដាំកងក៏មិនចេះស្ដីបើកងវាចាប្រាប់ថាមានម្ចាស់ម្លេះអូនកាត់ខ្មាស់ដូចនាងកងរីតែផ្ទុយទៅវិញអូនមានគូថ្មីមិនដាធ្វើឲ្យបងគួតនេះឈាមក្នុងថ្ងៃនេះហើយរំនៅកនតាយក៏ទៅពុំបានរួបជាតិត្រូវការកូនខ្មែរគ្រប់ប្រានការពារតបតាមទឹកដីកម្ពុជាជាប្រងមានឈ្មោះជាខ្មែរមកឲ្យហើយកាន់ចិត្តណាឡៃកូនជាយុវជនកុំពុំពេញវ័យស្វែងរកគេឲ្យគ្រូក្នុងថ្ងៃនេះហើយក្រុមនៅកនតាយតទៅពុំបានរួបជាតិត្រូវការកូនខ្មែរគ្រប់ប្រានការពារទឹកសានទឹកដីកម្ពុជាត
រពមើលអងសាគង់ក្តៅចាញ់ភ្លើងស្នេហាឆេះកាត់សុទ្ធាជ្រះថ្លារាល់ថ្ងៃទូងទ្រូងពីងដែកទុកបែកមិនខានបើគ្មាននិស័យស្នេហ៍កាចចងរៃដៃកាន់ដាវលំបែងថ្មីពេលគេមកមើលរវើរវីពុកជ្រងទឹកភ្នែកលាយបាយតឹងទ្រូងស្ទើរធ្លាយដោយសារតែស្រីដួងចិត្តខខានព្រោះតែនឹកស្មានថាគេប្រណីធ្វើឲ្យលោកីអាប់អស់រាំងស្មីជាវិតអាភពទាំងស្នេហ៍គេខ្ពើមទាំងឈ្មោះបើសិនខំរស់ក៏រស់គ្មានគេអាណិតបើស្រីនាងគ្មានប្រណីដល់ចិត្តដែនដីតូចស្វិតរស់ដបិតរស្មីក្តីស្នេហ៍រយហើយនំភ្លើងស្នេហាគ្មានគ្រារលត់ជាតិនេះខំជាមិនពុតពីភ្លើងស្នេហ៍ដុតគ្មានទេណាស្បាយតន្ត្រីពីរួងក៏អស់ខ្លឹមសារក្នុងជាតិនេះហើយលឺតាចំឡាយឆ្លើយថាទ្រូងអើយក្តៅណាស់ស្នេហាគ្មានគ្រារលត់ជាតិនេះខំជាមិនផុតពីភ្លើងស្នេហ៍ដុតគ្មានទេណាស្បាយតន្ត្រីពីរួងក៏អស់ខ្លឹមសារក្នុងជាតិនេះហើយលឺតែចំឡាយឆ្លើយថាទ្រូងអើយក្តៅណាស់ចាញ់សមរងអូនអាយអូនលឹងគេទាំងអងបងចង់ស្គាល់ឈ្មោះតាពីរួមយ៉ាងណាសៀងរាវសៀវតើយដោយគេណរៃឈំឆាទីស្អីកូនកបនេត្រាដំណើរខ្លួនលួនខ្លួនមានលក្ខគេណាបងស្លុតចិនដាឃើញកាលអស់ហើយអោកំពុងចានកំពុងចិត្តអើយត្រៀមសូមគៀកាយកាយកុំប្រកាយបានប្រកាន់ទ្រូងមកនឹងបែកកាយកុំប្រកាយទូបងទៅបងសូមផ្ញើប្រាណនឹងខ្លួនពីស្អីបងសូមថ្នាំបីស្រស់ស្រីពីលបើប្រលប់អូនគេស្ដាប់ភ្លេងកាយភ្លើបងបងពេលបើលោកសូនសងខា
ចាំកំពុងចិត្តអើយទៀមសូមភាពកាយការកុំប្រកាយបងប្រកាន់ទ្រូងបងនឹងបែកការកុំប្រកាយទទួលបងទៅបងសូមផ្ញើប្រាណខ្លួនពីសេចបងសូមថ្នមបីស្រស់ស្រីពីលពៅប្រលប់មកគេស្ដាប់ភ្លេងកាយភ្លើងបងបងពេលពៅ